បើសិនជាអ្នកគ្នាចូលចិត្ត game God of War ចូលចិត្តជាមួយនឹង Kratos អ្នកគ្នាក៏ចូលចិត្ត game មួយនេះដែរថ្ងៃហ្នឹងខ្ញុំមក review game តាំងពីសម័យបុរេប្រវត្តិមួយឈ្មោះថា Sparta Total Warrior ហើយខ្ញុំជឿជាក់ថាមានអ្នកស្គាល់ជាមួយនឹង game មួយនេះច្រើនមែនទែនបើសិនជាអ្នកគ្នាធ្លាប់លេង game នៅជំនាន់ PS2 ស្រេចរឿងនៅក្នុង game មួយនេះគឺអត់មានអីគួរចាប់អារម្មណ៍ទេប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍ហ្នឹងគឺ game មួយនេះយើងអាចនិយាយថាជា game បញ្ជាតក៏បានដែរដោយសារតែនៅក្នុង game មួយហ្នឹងគឺមានជាមួយនឹងកងទ័ពច្រើនមែនទែនជាពិសេសគឺកងទ័ព Sparta ជាមួយនឹងកងទ័ពរបស់ពួក Rome game មួយនេះគឺគេនិយាយតាក់ទងជាមួយនឹងសង្គ្រាមរវាងពួក Sparta ជាមួយនឹងពួក Rome បើអ្នកគ្នាស្គាល់ពាក្យថា Sparta ជាមួយនឹង Rome ទេនិយាយទៅវាប្រៀបដូចជាក្រិចវ័យគ្នាជាមួយនឹងអ៊ីតាលីអញ្ចឹងប៉ុន្តែនៅក្នុង game នេះយើងក៏បានជួបជាមួយនឹងពួក Barbarian Zombie ខ្មោចឆ្អឹងនាគហើយនៅក្នុងនោះយើងក៏បានឃើញជាមួយនឹងសត្វទេវកថារបស់ប្រទេសក្រិច2 3ដែរហើយក៏មានជាមួយនឹងអាទិទេពប្រទេសក្រិចដូចគ្នាដែរហើយសូម្បីតែតួអង្គយើងនោះក៏ជាប់ពាក់ព័ន្ធជាមួយនឹងទេវកថារបស់ប្រទេសក្រិចដូចគ្នាដែរហើយនៅក្នុង game នេះដែរគឺអត់សម្រាប់ជាមួយនឹងក្មេង18ឆ្នាំទេដោយសារតែវាសាហាវកាត់កដាច់ក្បាលដាច់ដៃអីចឹងទៅអ្នកបើសិនជាអ្នកគ្នាធ្លាប់លេង game ហ្នឹងប្រកាសជាយល់ហើយថាតើ game មួយហ្នឹងវាសាហាវរបៀបម៉េចgame នេះអ្នកគ្នាត្រូវប្រយ័ត្នបន្តិចសម្រាប់ក្មេងបើសិនជាថ្ងៃណាមួយគេ remaster អីតិចអ្នកគ្នាច្រឡំទិញ game នេះឲ្យកូនអ្នកគ្នាគឺចប់ហើយ game នេះគឺខ្ញុំ recommend ឲ្យអ្នកគ្នាលេងប៉ុន្តែខ្ញុំអត់ recommend ឲ្យក្មេងក្រោម18ឆ្នាំលេងទេដោយសារតែវាសាហាវដូចខ្ញុំនិយាយតាំងពីដើមហើយហើយខ្ញុំអត់ដឹងថាពេលណាគេផលិតជាមួយនឹង game ប្រភេទនេះឲ្យខ្ញុំលេងទៀតទេអាប្រភេទ game ដែលមានកងទ័ពវ័យគ្នាវ័យទៅវ័យមកហ្នឹងគឺខ្ញុំអត់ដឹងថាពេលណាហ្មងវាមានដែរដូច game Dynasty Warrior ឬក៏ game សាមកុកអីហ្នឹងអា game Dynasty Warrior ហ្នឹងបើជំនាន់ PS2 គឺខ្ញុំលេងសប្បាយខ្លាំងមែនទែនប៉ុន្តែចូលមកដល់វគ្គក្រោយៗនេះមកគឺខ្ញុំដាក់អត់ចូលទេដោយសារតែអាហ្គេមហ្នឹងតួអង្គ OP ពេកតួអង្គខ្លាំងពេកហើយបើកងទ័ពនៅក្នុងហ្គេមឬក៏ពួក NPC នោះវិញគឺកថោសុទ្ធហ្មងនិយាយមែនហើយប្រភេទហ្គេមតួអង្គ OP នេះគឺដាក់មួយខ្ញុំគឺអត់ត្រូវហ្មងមកហ្គេមទាំងមូលយើងមានអារម្មណ៍ថាតួអង្គយើងខ្លាំងតែឯងហើយពួកកងទ័ពនោះអត់ប្រយោជន៍សុទ្ធមេទ័ពអីគឺកថោហ្មងប៉ុន្តែបើកលេចជាមួយនឹងហ្គេម Sparta Total Warrior មួយនេះវិញគឺតួអង្គ OP ដូចគ្នាប៉ុន្តែវាមិន OP ដល់ថ្នាក់យើងខ្លាំងតែឯងហើយបើនិយាយពីកងទ័ពនៅក្នុងហ្គេមនេះវិញយើងមើលមកគឺសំខាន់ខ្លាំងមែនតើហើយយើងក៏អាណិតជាមួយនឹងតួអង្គកងទ័ពទាំងអស់ហ្នឹងដែរពេលដែលគេពាក់លីជាមួយនឹងជីវិតរបស់គេហើយហ្គេមនេះនៅពេលដែលយើងលេងយើងជឿហ្មងថាសង្គ្រាមដែលយើងកំពុងតែលេងហ្នឹងគឺសង្គ្រាមពិតណាពេលដែលយើងលេងហ្គេមនេះយើងមានអារម្មណ៍ថាយើងចង់ចូលតែឯងដោយសារតែតួអង្គយើង OP ខ្លាំងហើយប៉ុន្តែហ្គេមនេះដូចខ្ញុំនិយាយចឹងតួអង្គគឺមិនមែន OP ដល់ថ្នាក់យើងហក់ចូលតែឯងបានទេហ៊ានតែហក់ចូលមើលពួកអនុដាក់ខ្ទប់លោហ្នឹងហើយខ្ញុំស្រឡាញ់ហ្គេមហ្នឹងត្រង់ហ្នឹងតែបើថាគេធ្វើតួអង្គ OP មែនប៉ុន្តែមិនដល់ថ្នាក់មិនត្រូវការកងទ័ពទេយើងត្រូវតែត្រូវការកងទ័ពដើម្បីជួយយើងធ្វើការអីម្យ៉ាងចឹងទៅនិយាយទៅនៅក្នុងហ្គេមនេះគឺកងទ័ពសំខាន់ខ្លាំងមែនទែនហើយក៏មិនមែនសំខាន់តែនៅក្នុងហ្គេមនេះទាំងដែរសូម្បីតែនៅក្នុងសាច់រឿងនៅក្នុងហ្គេមនេះក៏វាសំខាន់ដូចគ្នាដែរហើយបើនិយាយពីអាវុធនៅក្នុងហ្គេមនេះវិញគឺខ្លឹមខ្លាំងមែនទែនអាវុធមួយគឺមាន skill មួយអាវុធមួយគឺមាន skill មួយហើយបើ skill នៅក្នុងអាវុធហ្គេមមួយហ្នឹងគឺលយខ្លាំងមែនទែនហើយវាដាច់ដោយឡែកពីគ្នាអត់មានដូចគ្នាទេហើយថាមពលនៅក្នុងហ្គេមមួយហ្នឹងគឺច្នៃប្រឌិតខ្លាំងមែនទែនបើសិនជាអ្នកគ្នាធ្លាប់លេងហ្គេមមួយហ្នឹងគឺយល់អ្វីដែលខ្ញុំនិយាយហើយបើសិនជាអ្នកគ្នាសួរខ្ញុំថាអាវុធមួយណាដែលខ្ញុំចូលចិត្តខ្លាំងជាងគេអាវុធដាវពីរអានឹងកាប់ទៅលោចយមក skill កាត់ក្បាលគេអពេញហ្នឹងប៉ុន្តែបើសិនអ្នកគ្នាសួរថាចុះថាមពលអាវុធមួយណាដែលខ្ញុំចូលចិត្តខ្លាំងជាងគេអាវុធហ្នឹងដូចអាវុធរបស់ Sparta ចឹងយើងមានខែលមួយហើយជាមួយនឹងដាវមួយហើយបើនិយាយពីអា skill អាវុធមួយហ្នឹងដល់ពេលដែលយើងប្រើទៅយើងមិនមានឃើញជាមួយនឹងកាំរស្មីទម្លាក់មកពីលើមេឃត្រូវទេហើយដល់ពេលដែលយើងយកជាមួយនឹងអាខែលហ្នឹងមករងហើយបន្ទាប់មកអា skill អស់ហ្នឹងក៏ធ្លាក់ទៅលើសត្រូវវិញហើយសត្រូវហ្នឹងក៏ខ្លាចទៅជាថ្មទៅនិយាយទៅអាថាមពលរបស់ដាវហ្នឹងគឺចេញពីថាមពលរបស់ Medusa បើសិនជាអ្នកនរគ្នាធ្លាប់លេងហ្គេមមួយហ្នឹងគឺគាត់จะឃើញជាមួយនឹង Medusa ម្នាក់ហ្នឹងហើយមូលហេតុដែលអាវុធហ្នឹងបានថាមពល Medusa ហ្នឹងគឺដោយសារតែពួកអារូមហ្នឹងចាប់ម្នាក់ស្រី Medusa ហ្នឹងមកពិសោធន៍គេហៅថាធ្វើជាមួយនឹងអាវុធពិសោធន៍ថ្មីហើយនៅមានថាមពលអាវុធច្រើនទៀតអ្នកគ្នាចូលទៅលេងដឹងហើយបើនិយាយពី play នៅក្នុងហ្គេមនេះវិញគឺខ្ញុំចូលចិត្តខ្លាំងមែនទែនខ្លឹមមែនទែននិយាយទៅមកគ្នានៅក្នុងហ្គេមនេះបើសិនជាអ្នកគ្នាចូលចិត្តហ្គេមបែបបុរាណកាប់ចាក់គ្នាធ្វើទាហានអីហ្នឹងអានេះគឺត្រូវហ្មងហើយបើនិយាយពីសាច់រឿងនៅក្នុងហ្គេមនេះវិញយើងមានតួអង្គរបស់យើងអត់ដឹងថាមានឈ្មោះអីទេប៉ុន្តែគេហៅខ្លួនឯងថា Spartan ហើយនៅក្នុងហ្គេមនេះយើងប្រៀបដូចជាតួអង្គម្នាក់ដែលតាមដានជាមួយនឹងជីវិតតួអង្គ Spartan ហ្នឹងចឹងហើយគ្រាន់តែហ្គេមចាប់ផ្ដើមភ្លាមយើងអត់ដឹងថាមានរឿងអីទាំងអស់យើងគ្រាន់តែដឹងថាពួកអារូមឬក៏ពួកអ៊ីតាលីនោះមកវ័យជាមួយនឹងពួកក្រិចនេះហើយកំឡុងពេលដែលសង្គ្រាមនឹងរៀបនឹងចាប់ផ្ដើមឡើងគេក៏បានលើជាមួយនឹងសម្លេងមួយហើយយើងអត់ដឹងថាសម្លេងនឹងពីណាគេទេតោះតែយើងលេងទៅដល់វគ្គបញ្ចប់មកជួបជាមួយនឹងមេវគ្គបញ្ចប់មកដល់បានយើងដឹងថាសម្លេងនឹងសម្លេងរបស់ពីណាគេហើយសម្លេងមួយហ្នឹងមកប្រាប់ជាមួយនឹងតួអង្គយើងថាហើយកុំខ្លាចកុំភ័យអញជាអ្នកការពារឯងចង់ឬមិនចង់ឥឡូវនឹងសង្គ្រាមនឹងវាកើតឡើងហើយបើសិនជាឯងធ្វើតាមអញនឹងជួយឯងហើយអញនឹងជួយប្រជាជនឯងជាមួយនឹងប្រទេសឯងហើយនៅតាមផ្លូវនៅក្នុងហ្គេមហ្នឹងយើងលឺជាមួយនឹងសម្លេងហ្នឹងមកប្រាប់ជាមួយនឹងតួអង្គយើងរហូតហ្មងហើយសម្លេងហ្នឹងអ្នកដែលស្ដាប់បានមានតែតួអង្គយើងទេហើយបើសិនជាយើងចង់ដឹងថាចុះតួអង្គយើងមកពីណាជាអ្នកណាគេហើយពីណាគេជាឪពុកម្ដាយរបស់តួអង្គយើងហ្នឹង
អ្នកគ្នាលេដល់វគ្គបញ្ចប់អ្នកគ្នាដឹងថាតួអង្គយើងពីណាគេហើយសាច់រឿងនៅក្នុងហ្គេមនេះគឺមាននយោបាយទៀតហ្គេមនេះទាំងភ្លេងទាំងហ្គេមទាំងសាច់រឿងគឺខ្ញុំឲ្យ10 លើ 10ដោយសារតែវាចេញជំនាន់ PS2 ពិបាកនិយាយតាក់ទងជាមួយនឹងសាច់រឿងតិចហ្គេមចេញជំនាន់ PS1 ហើយជាមួយនឹង PS2 ពិបាកនិយាយគេមិនសូវផ្ដោតជាមួយនឹងសាច់រឿងគេផ្ដោតតែទៅលើហ្គេមអញ្ចឹងពេលដែលយើងលេងហ្គេមទៅវាសប្បាយជាងមើលសាច់រឿងហើយចុងក្រោយកុំភ្លេចចុច like Subscribe ហើយ Share ម្នាក់មួយផងដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗ